សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកជួបគ្នាទៀតហើយអញ្ចឹងថ្ងៃនេះប្រធានបទរបស់យើងគឺទាក់ទិនជាមួយនឹងផលប៉ះពាល់នៃការអត់ញ៉ាំអាហារពេលព្រឹកអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដឹងអត់ថាអាហារពេលព្រឹកគឺសំខាន់សម្រាប់រាងកាយរបស់យើងអញ្ចឹងអ្វីដែលសំខាន់យើងគួរតែញ៉ាំអាហារពេលព្រឹកទៅល្អណាជៀសវាងការកើតជំងឺនៅពេលអនាគតដែលយើងមិននឹកស្មានដល់ណាហើយពេលខ្លះយើងឆ្ងល់ដែរថាហេតុអីក៏យើងមិនបានទៅធ្វើអីឬក៏ញ៉ាំអីផ្ដេសផ្ដាស់តែហេតុអីក៏យើងមានជំងឺដែរយើងមិននឹកស្មានថាវានឹងអាចកើតឡើងអីចឹងណាអញ្ចឹងពេលខ្លះវាកើតឡើងមកពីកត្តាដែលយើងអត់ញ៉ាំអាហារពេលព្រឹកនឹងដែរណាអឺពេលខ្លះអ្នកខ្លះគាត់សម្រក់ទម្ងន់ហ្នឹងគាត់អត់ញ៉ាំអាហារពេលព្រឹកទេអញ្ចឹងគាត់ទៅញ៉ាំអាហារពេលថ្ងៃនិងពេលយប់ទៅវិញអញ្ចឹងណាអញ្ចឹងអានឹងចង់និយាយថានៅពេលព្រឹកគឺរាងកាយរបស់យើងត្រូវការអាហារដើម្បីជួយរាងកាយរបស់យើងហើយពេលថ្ងៃក៏សំខាន់ដូចគ្នាតែពេលយប់បើយើងអត់ញ៉ាំក៏វាអត់សូវអីដែរសម្រាប់ពេលយប់ហ៎អញ្ចឹងសម្រាប់អ្នកសម្រក់ទម្ងន់គួរតែសម្រក់នៅពេលយប់មិនព្រឹកឡើងអត់ញ៉ាំទេអញ្ចឹងណាអញ្ចឹងសូមដាស់តឿនដល់អ្នកសម្រក់ទម្ងន់យ៉ាងណាគួរតែញ៉ាំពេលព្រឹកនៅពេលថ្ងៃអត់ពេលយប់ទៅអញ្ចឹងណាប្រាប់តែសាច់គេដល់ពេលសាច់ខ្លួនឯងភ្លេចគិតដែរដូចជាប្រពន្ធរបស់យើងនឹងក៏ដូចគ្នាដែរយូរទៅភ្លេចគិតប្រពន្ធខ្លួនឯងដែរថាប្រពន្ធខ្លួនឯងពេលខ្លះសម្រក់ឲ្យអត់ពេលព្រឹកទេពេលខ្លះចឹងនេះបងហៅថាប្រាប់តែសាច់គេពេលសាច់ខ្លួនឯងភ្លេចមើលអានេះគេហៅមើលតែតំពេកគេតែតំពេកខ្លួនឯងអត់មើលនេះឲ្យចឹងទៅអូខេឥឡូវកុំឲ្យខាតពេលយូរឥឡូវយើងចូលមកដល់ប្រធានបទយើងវិញអញ្ចឹងតាមរយៈអ្នកឯកទេសផ្នែកសុខភាពបានលើកឡើងថាការដែលមិនបរិភោគអាហារពេលព្រឹកគឺនឹងបង្កើតឲ្យមានផលប៉ះពាល់មួយចំនួនអញ្ចឹងផលប៉ះពាល់ទាំងអស់នោះរួមមានទី1បើសិនជាយើងអត់ញ៉ាំអាហារពេលព្រឹកទេវានឹងធ្វើឲ្យអាស៊ីតកាពះរបស់យើងគឺនឹងកើនឡើងនៅពេលដែលអាស៊ីតកាពះរបស់យើងវាកើនឡើងវានឹងធ្វើឲ្យរលាកភ្នាះកាពះធ្វើឲ្យចុកច្អល់ណាហើយនៅពេលហ្នឹងចាប់ផ្ដើមធ្វើឲ្យភ្នែករបស់យើងឡើងក្តៅអញ្ចឹងណាអានឹងគឺជាផលប៉ះពាល់ដែលពេលយើងអត់ញ៉ាំអាហារពេលព្រឹកទី2ផលប៉ះពាល់នោះគឺនឹងបណ្ដាលឲ្យយើងកើតទៅជាជំងឺរលាកកាពះដំបៅក្រពះរយៈពេលយូរណាហើយបើសិនជាយើងនៅតែបន្តបែបហ្នឹងទៀតវានឹងคล้ายទៅជាជំងឺមហារីកក្រពះចឹងហើយសំខាន់ណាស់អាហារពេលព្រឹកហើយផលប៉ះពាល់ទី3នោះគឺផលប៉ះពាល់ទៅលើជាតិស្ករធ្វើឲ្យជាតិស្ករហ្នឹងគឺអត់ថិតថេរទេណានៅពេលដែលយើងអត់ញ៉ាំអាហារពេលព្រឹកវានឹងធ្វើឲ្យជាតិស្ករហ្នឹងចុះថយខ្លាំងនៅពេលដែលវាចុះថយខ្លាំងវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាវិលមុខស្វាងភ្នែកអីចឹងណាឬក៏ស្លេកស្លាំងណាអានឹងទាក់ទងជាមួយនឹងការអត់ញ៉ាំអាហារពេលព្រឹកផលប៉ះពាល់ទី4វាធ្វើឲ្យការគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយរបស់យើងគឺចុះថយឧទាហរណ៍ថាយើងអត់ញ៉ាំអាហារពេលព្រឹកប៉ុន្តែនៅពេលថ្ងៃយើងញ៉ាំខណៈពេលដែលយើងញ៉ាំអាហារពេលថ្ងៃហ្នឹងប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយយើងវាអត់អាចគ្រប់គ្រងបានល្អទេវាធ្វើឲ្យជាតិស្ករហ្នឹងប្រព័ន្ធជាតិស្ករហ្នឹងគឺចុះថយរហូតដល់ 50% អញ្ចឹងវាធ្វើឲ្យជាតិស្ករនៅក្នុងរាងកាយយើងអត់មានលំនឹងទេជួនកាលវាអាចលើសអីចឹងទៅហើយអនាគតអាចប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមណាអញ្ចឹងយើងត្រូវតែយល់ថាការញ៉ាំអាហារពេលព្រឹកគឺសំខាន់បែបហ្នឹងណាអញ្ចឹងតេតងជាមួយនឹងផលប៉ះពាល់ទី5តេតងជាមួយនឹងបញ្ហាខួរក្បាលនៅពេលដែលយើងអត់ញ៉ាំអាហារពេលព្រឹកវានឹងធ្វើឲ្យខួរក្បាលរបស់យើងគឺអត់មានថាមពលទេព្រោះដោយសារតែវាអត់មានជាតិស្ករដើម្បីបំលែងទៅជាក្លូយកូសដើម្បីដំណើរការខួរក្បាលរបស់យើងអញ្ចឹងយើងឧស្សាហ៍ភ្លេចភ្លាំងការចងចាំហ្នឹងគឺមានអារម្មណ៍ថាស្ពឹកអញ្ចឹងណាអញ្ចឹងអាហ្នឹងក៏ប៉ះពាល់ទៅដល់សុខភាពខួរក្បាលរបស់យើងដែរហើយផលប៉ះពាល់ទី6តេតិនជាមួយនឹងផ្នែកអារម្មណ៍អញ្ចឹងណានៅពេលដែលយើងអត់បានញ៉ាំអាហារពេលព្រឹកវានឹងធ្វើឲ្យអារម្មណ៍របស់យើងមានអារម្មណ៍ថាឆាប់ឆេវឆាវមូម៉ៅក្តៅក្រហាយអីអញ្ចឹងទៅណាអាហ្នឹងគឺជាផលប៉ះពាល់ដែលយើងអត់បានញ៉ាំអាហារពេលព្រឹក
ចឹងផលប៉ះពាល់ទី7គឺធ្វើឲ្យយើងឡើងគីឡូធាត់ដោយមិនដឹងខ្លួនដោយសារតែនៅពេលដែលយើងតមពេលព្រឹកពេលថ្ងៃយើងព្យាយាមញ៉ាំច្រើនចឹងវាធ្វើឲ្យយើងនឹងគឺធាត់អត់ដឹងខ្លួនទេណាចឹងតែទិនជាមួយនឹងផលប៉ះពាល់នៃការអត់ញ៉ាំអាហារពេលព្រឹកទាំង7គឺមានតែប៉ុណ្្នឹងទេចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានគ្រប់គ្នាណាជៀសវាងជំងឺផ្សេងអាចនឹងកើតមាននៅពេលអនាគតទាំងដែលយើងគិតថាយើងមិនបានញ៉ាំអីទេផ្ដេសផ្ដាស់ទេប៉ុន្តែយើងប្រើប្រាស់ទម្លាប់មួយដែលអត់ញ៉ាំអាហារពេលព្រឹកក៏ធ្វើឲ្យយើងអាចនឹងមានជំងឺកាចសាហាវនៅពេលអនាគតដែរអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណសម្រាប់ការតាមដានអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសុខភាពល្អទាំងអស់គ្នាអញ្ចឹងបាយបាយ